ឯកឧត្តមអ៊ុតសំអនអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំនិងកម្លាំងការ72នៃកងទ័ពប្រជាជនវៀតណាមខេត្តប៊ីងភឿកដែលបានមានការទំនាក់ទំនងល្អជួយគ្នាទៅវិញទៅមកក្នុងបេសកកម្មបំពេញភារកិច្ចរកអតិថិជននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំរហូតទទួលបានលទ្ធផលផ្លែផ្កាហើយក៏បានสนับสนุนឲ្យបន្តកិច្ចសហប្រតិបត្តិការល្អផ្សារជាប់ចំណងសាមគ្គីភាពរវាងអង្គភាពស្រុកក្រុងសម្រួលដល់ក្រុមការងារការ72ដើម្បីងាយស្រួលក្នុងការជីករុករកអតិថិជននាំយកទៅជូនសាច់ញាតិនៅឯប្រទេសកំណើតដើម្បីប្រារព្ធពិធីធ្វើបុណ្យតាមប្រពៃណីពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2016នៅតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំក្រោមអធិបតីភាពឯកឧត្តមអ៊ុតសំអនអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំក្នុងឱកាសចុះសួរសុខទុក្ខខួបលើកទី72នៃថ្ងៃកំណើតកងទ័ពជាជនវៀតណាមហើយបានផ្ដល់នូវគ្រឿងភេសជ្ជៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនសម្រាប់ជូនដល់អង្គភាពការ72ដែលជាទឹកចិត្តរបស់ឯកឧត្តមដែលមានមនោសញ្ចេតនាជាមួយកងទ័ពប្រជាជនវៀតណាមឯកឧត្តមឧត្តមសេនីយ៍ត្រីសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំបានបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ2003មកដល់ឆ្នាំ2017ក្រុមការងារជីករុករកអតិថិជនកងទ័ពស្ម័គ្រចិត្តវៀតណាមបានចំនួន1441អតិថិជនហើយដែលបានជីករុករកក្នុងភូមិសាស្ត្រក្នុងខេត្តកំពង់ធំដែលកងទ័ពស្ម័គ្រចិត្តវៀតណាមនោះបានពលីជីវិតក្នុងបុព្វហេតុសហការជាមួយកងកម្លាំងរណសេរីសាមគ្គីសង្គ្រោះជាតិរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីបនប្រល័យពូជសាសន៍ប៉ុលពតនិងនោះចំនួនអតិថិជនដែលបានរុករកឃើញទៅប្រគល់ជូនក្រុមគ្រួសារនៅឯប្រទេសកំណើតដើម្បីធ្វើបុណ្យតាមសាសនាចំណែកអង្គភាពតំបន់ប្រតិបត្តិការសឹកនិងផ្នែកសឹករោងស្រុកក្រុងបានសហការនិងសម្រួលដល់ប្រជាពលរដ្ឋដើម្បីទទួលបាននូវកិច្ចស្វាគមន៍ក្នុងការជីករកអតិថិជនខេត្តកំពង់ធំខ្ញុំបុត្រថាទូទស្សន៍អប្សរាធ្វើសេចក្តីរាយការណ៍